អញ្ញាធិខេត្តសៀមរាបស្នើដល់ជនបរទេសអន្តោប្រវេសន៍ក្នុងខេត្តចូលរួមសហការរាយការណ៍ពេលឃើញមានបទល្មើសផ្សេងៗក្នុងមូលដ្ឋានអញ្ញាធិខេត្តសៀមរាបបានស្នើដល់ជនបរទេសអន្តោប្រវេសន៍ទាំងអស់ទូទាំងខេត្តត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងត្រូវរាយការណ៍បន្ទាន់ប្រសិនជាឃើញមានការប្រើប្រាស់ឬចែកចាយគ្រឿងញៀនឬបទល្មើសជលផលនិងបទល្មើសផ្សេងៗទៀតនៅក្នុងមូលដ្ឋានដើម្បីអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ការស្នើនេះធ្វើឡើងនៅថ្ងៃទី6 ខែឧសភានេះក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីអន្តោប្រវេសន៍និងលិខិតបទដ្ឋានកិត្តិយសពាក់ព័ន្ធមួយចំនួនដល់ជនបរទេសអន្តោប្រវេសន៍ដែលកំពុងរស់នៅលើផ្ទៃទឹកក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀសក្រុងសៀមរាបដឹកនាំដោយលោកសំកលសុចិត្រាអភិបាលរងខេត្តនិងជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តដែលមានការចូលរួមពីលោកស្នងការដ្ឋាននគរបាលថ្នាក់ដឹកនាំខេត្តនិងអ្នកពាក់ព័ន្ធជាច្រើនរូបលោកសំកលសុចិត្រាក៏បានណែនាំដល់ជនបរទេសអន្តោប្រវេសន៍ទាំងអស់ត្រូវគោរពនិងអនុវត្តឲ្យបានត្រឹមត្រូវតាមការកំណត់របស់ច្បាប់នៅមុនពេលបានស្នាក់នៅអចិន្ត្រៃយ៍ផុតសុពលភាពសម័យខ្លួនត្រូវតែបំពេញបែបបទស្នើសុំបន្តសុពលភាពឲ្យបានត្រឹមត្រូវបើមិនដូច្នោះទេនឹងត្រូវទទួលរងការពិន័យអន្តរការជាប្រាក់ចំនួន1 លានរៀលពេលមានការផ្លាស់ប្ដូរទីលំនៅត្រូវស្នើសុំការបញ្ជាក់ពីប៉ុស្តិ៍នគរបាលដែលខ្លួនរស់នៅមុនពេលចេញដំណើរនឹងត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលដែលតាំងទីលំនៅថ្មីហើយបើមិនបានបំពេញកាតព្វកិច្ចនេះក៏ត្រូវទទួលរងការពិន័យ1 លានរៀលដូចគ្នាលោកអភិបាលរងខេត្តបន្តថាចំពោះកូនក្នុងបន្ទុកមានឈ្មោះក្នុងឧបសម្ព័ន្ធប្រកាសទទួលស្គាល់ឪពុកម្ដាយដែលគ្រប់អាយុ18ឆ្នាំត្រូវទៅបំពេញបែបបទស្នើសុំបានស្នាក់នៅឲ្យបានត្រឹមត្រូវតាមការកំណត់របស់ច្បាប់ករណីកូនកើតថ្មីត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដើម្បីដំឡើងបញ្ជីគ្រប់គ្រងឲ្យបានច្បាស់លាស់ករណីបាត់ប្រកាសទទួលស្គាល់ឬបានស្នាក់នៅអចិន្ត្រៃយ៍ត្រូវដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិងត្រូវបំពេញបែបបទស្នើសុំបានស្នាក់នៅទុតិយតា